ដឹងនៅប្រវត្តិវត្តអទ្វាដែលមានអាយុកាលជាង400ឆ្នាំនិងមានប្រាសាទលាក់ខ្លួនតូចច្រឡឹងស្រស់ស្អាតក្នុងបរិវេណវត្តនេះផងដែរបាទសូមគ្រប់អនុញ្ញាតជម្រាបសួរបងប្អូនពូមីងនិងពុទ្ធសាសនិកជនទាំងអស់អញ្ជើញមកកាន់ Channel វត្តអារាមធัวបាទនៅពេលនេះកំពុងតែធ្វើដំណើរទៅកាន់វត្តអទ្វាដែលមានចម្ងាយឆ្ងាយពីក្រុងសៀមរាបប្រមាណជា7គីឡូម៉ែត្រដែលយើងធ្វើដំណើរចេញពីរង្វង់មូលផ្សារចាស់ឆ្ពោះទៅកាន់ភ្នំក្រោមឬទៅកាន់បឹងទន្លេសាបត្រង់ចំណុចចុងគ្នាមុនទៅដល់មានផ្លូវបត់ស្ដាមមួយដែលមានសរសេរផ្លាកឬក៏ក្លោងទ្វារវត្តថាវត្តខ្លោងប្រាសាទវត្តអទ្វាបាទយើងធ្វើដំណើរចេញពីខ្លោងទ្វារដែលមានចម្ងាយប្រមាណជា800ម៉ែត្រយើងនឹងទៅដល់វត្តអទ្វាគេទៅតាមដងផ្លូវឃើញបងប្អូនយើងយកចិត្តទុកដាក់ស្រឡាញ់នៅបរិស្ថានដោយសារតាំងពីខ្លោងទ្វាររហូតមកពុំឃើញមានសម្រាប់ស្អីឆ្កេះគួរឲ្យកត់សម្គាល់នោះឡើយការរួមគ្នាស្រឡាញ់ដល់បរិស្ថានជាផ្នែកមួយទាក់ទាញដល់ទេសចរជាតិនិងអន្តរជាតិចូលមកគោរពបូជានៅព្រះពុទ្ធសាសនានិងមកលេងនៅប្រាសាទវត្តអទ្វាយ៉ាងកុះកផងដែរបាទសូមជម្រាបជូនប្រវត្តិនៃវត្តអទ្វាវត្តអទ្វាស្ថិតនៅក្នុងភូមិក្រសាំងរលើងសង្កាត់សៀមរាបក្រុងសៀមរាបខេត្តសៀមរាបវត្តអទ្វាឈ្មោះដើមហៅថាវត្តអត្តប្រែត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1553វត្តនេះត្រូវបានកសាងឡើងដោយព្រះតេជគុណគឹមសំវែងហេតុដែលនាំឲ្យហៅថាវត្តអត្តប្រែគឺជាកន្លែងប្រែធម៌ផងនិងជាកន្លែងជួញប្រែលក់ទំនិញតាមទូកតាមកណូតជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់នៅសម័យនោះនិងជាកោះដែលមានដើមក្រសាំងដ៏ធំមួយដើមដែលបានរលើងទៅនៅភូមិហៅឈ្មោះថាភូមិក្រសាំងរលើងនៅលើកោះនោះដោយតម្រូវការចាំបាច់ទើបពុទ្ធបរិស័ទប្រជាជននាំគ្នាធ្វើនៅព្រះវិហារនិងសាលាឆទានដើម្បីគោរពបូជាព្រះពុទ្ធសាសនានៅក្នុងឆ្នាំ1980ប្រជាពលរដ្ឋពុទ្ធបរិស័ទទូទៅបានហៅវត្តអត្តប្រែថាវត្តអទ្វាដោយសារតែវត្តនេះ
ពុំមានខ្លោងទ្វារនៃម្យ៉ាងទៀតថាពាក្យថាអទ្វាមកពីភាសាសំស្ក្រឹតថាអធ្វនិឬអធ្វ័នប្រែថាឬមានន័យថាផ្លូវឬដងផ្លូវបាទសូមជម្រាបជូននៅទស្សនវិជ្ជានៅក្នុងបរិវេណវត្តអត្រែឬវត្តអទ្វាបាទសមិទ្ធផលដោយភ្ជាប់ជាមួយទៅនឹងរូបភាពคลิปវីដេអូសូមបងប្អូនទាំងអស់ទស្សនាដូចតទៅបាទសូមបងប្អូនពុទ្ធសាសនិកជនទាំងអស់មកមើលនៅក្នុងបរិវេណព្រះវិហារដែលមានសសរឈើនិងមានព្រះបដិមាករដ៏ស័ក្តិសិទ្ធិល្អប្រណិតបាទនេះគឺជារូបថតព្រះរាជគុណកុយមាសអែនអឹមយ៉នកឹមសយជួនទៀងវ៉ានដែលមានស្នាដៃនៅក្នុងការកសាងវត្តអទ្វាប្រាសាទវត្តអទ្វាកសាងដោយព្រះបាទសូរ្យវរ្ម័នទី2ពាក់កណ្ដាលសតវត្សទី12ឧទ្ទិសដល់ព្រាហ្មញ្ញសាសនាប្រាសាទនេះបែរមុខទៅទិសខាងលិចដោយប្រាសាទអង្គរវត្តដែរដែលជាប្រាសាទដ៏តូចច្រឡឹងបានលាក់ខ្លួននៅក្នុងវត្តអទ្វាប្រសិនបើបងប្អូននិងពុទ្ធសាសនិកជនទាំងអស់បានមកទស្សនានៅប្រាសាទអង្គរវត្តឬនៅក្នុងខេត្តសៀមរាបសូមអញ្ជើញមកទស្សនានៅប្រាសាទវត្តអទ្វាដែលមានសម្រស់ដ៏ស្រស់ស្អាតនិងស័ក្តិសិទ្ធិផងដែរនឹងបានមកស្គាល់វត្តអទ្វាបាទ Channel វត្តអារាមធัวមានកំហុសខុសឆ្គងដោយប្រការណាសូមមេត្តាខន្តីអភ័យទោសនិងសូមអរគុណបងប្អូនកុំភ្លេចជួយ Subscribe ដើម្បីបានទស្សនានៅវីដេអូបន្តទៀតនិងជាកម្លាំងចិត្តដើម្បីផលិតវីដេអូទាក់ទងទៅនឹងវត្តអារាមនិងព្រះពុទ្ធសាសនាក៏ដូចជាការរួមចំណែកក្នុងការផ្សព្វផ្សាយប្រពៃណីវប្បធម៌ភ្ជាប់ជាមួយនឹងទេសចរណ៍ផងដែរ